ខ្ញុំកណាសូមថ្លែងបង្គំបងគ្រូនិងសូមប្រគេនសំណួរតាក់ទងនឹងកម្មផលចំពោះអំពើកម្មដែលសត្វលោកបានធ្វើក្នុងជាតិនេះដល់ពេលចាប់បដិសន្ធិក្នុងជាតិថ្មីនឹងត្រូវទទួលផលបុណ្យនិងផលបាបដែលតាក់ទងអំពីអំពើកម្មដែលប្រកបដែលបានប្រព្រឹត្តចុះចំណែកចិត្តដែលមានជាប់មកជាមួយដូចជាចិត្តកាចស្លូតអាក្រក់និងចិត្តល្អតើចិត្តទាំងអស់នោះមានជាប់តាក់ទងនឹងអំពើកម្មដែលមានពីជាតិមុនឬទេរឿងនេះមកពីយើងអត់តាន់បានសិក្សាបរមត្ថធម៌បើកាលណាយើងសិក្សាបរមត្ថធម៌ច្បាស់លាស់វាអត់ឆ្ងល់រឿងទៅជាតិមុខនឹងយ៉ាងម៉េចទេមកពីយើងសពថ្ងៃយើងប្រកាន់ថាយើងរស់យើងកើតតាំងពីក្មេងមកនឹងគឺនៅតែយើងដដែលអត់ដែលបានដឹងទាល់តែសោះថាធម្មជាតិទាំងឡាយគឺតែងតែប្រែប្រួលពាក្យថាប្រែប្រួលហ្នឹងវារលត់ណាសំបីនៅក្នុងវិទ្យាសាស្ត្រក៏បាននិយាយអំពីបំរែបំរួលនៃធម្មជាតិនឹងដែរនៅក្នុងរាងកាយយើងហ្នឹងវាមានស្អីនៅសំបីតែឈាមយើងហ្នឹងដូររាល់ថ្ងៃឈាមយើងណាឈាមយើងមិននៅតាំងពីទូចមកដល់ឥឡូវណាអញ្ចឹងបានយើងបូមឈាមឲ្យគេទៅតែប្រហែលម៉ោងហ្នឹងវាផលិតបានវិញបាត់មានន័យថាយើងរស់នៅជាមួយរូបថ្មីជាមួយនឹងចិត្តថ្មីរហូតដោយអាមុនហ្នឹងវារលត់ទៅហើយណាហើយវិញ្ញាណញោមចង់ប្រៀបធៀបធម៌ថាវាការរលត់ហ្នឹងរៀនវិទ្យាសាស្ត្រឲ្យច្រើនសនុកប្រៀបធៀបជាមួយនឹងធម៌ហ្នឹងពីព្រោះអ្នកវិទ្យាសាស្ត្រហ្នឹងទីបំផុតក៏កោតក្រែងនៅបញ្ញាញាណរបស់ព្រះសម្មាសម្ពុទ្ធដោយសារអ្វីដោយសារអ្នកវិទ្យាសាស្ត្រដែលទៅតែរកឃើញនេះគេមានប្រដាប់ឆ្លោះគេមានរូបមន្តច្រើនណាស់ទម្រាំតែឃើញទៅដល់ជាតិបរមាណូឬក៏អ្វីគ្រប់យ៉ាងដែលវាមិននៅថិតថេរវាតែងតែប្រែប្រួលហ្នឹងដោយសារមានអតិសុខមទុឆ្លោះមើលទេបានគេអស្ចារ្យចំពោះព្រះសម្មាសម្ពុទ្ធថាតាំងពីជាង 2000 ឆ្នាំមុនគ្មានវ៉ែនតាមួយផងហ្នឹងមិនបានព្រះអង្គដឹងច្បាស់ម៉េះពីរឿងភាពមិនទៀងនៃរូបធាតុនិងនាមធាតុហ្នឹងឃើញទេញាតិញោមមើលដង្ហាលកាលណាវាវិលញាប់ទៅញាតិញោមឈប់ឃើញដង្ហាលមួយហើយនឹងឃើញរង្វង់មូលមួយមែនទេឃើញរង្វង់មូលមួយដោយសារអ្វីបានទៅវាទៅជារង្វង់មូលមួយដោយសារវាវិលញាប់តែបើវាអត់វិលទេវានឹងឃើញដង្ហាល3ប៉ុន្តែដល់តែវាវិលញាប់ទៅញោមនឹងឃើញរង្វង់មូលមួយតើរង្វង់មូលកើតដោយសារអ្វីកើតដោយសារវិលញាប់ឬក៏ញាតិញោមកវីធូបនៅពេលយប់កាលណាកវីកាន់តែញាប់ញោមនឹងឃើញរង្វង់មូលមួយប៉ុន្តែសួរថាតើវាមានជាប់គ្នាអត់ធាតុពិតវាមានជាប់គ្នាអត់តាមពិតមកពីការវិលញាប់របស់រូបធាតុហ្នឹងទៅវាទៅជារបស់មួយដែលវាវិលឃើញជារង្វង់អញ្ចឹងយ៉ាងណាមិញរូបធម៌នាមធម៌នេះណាអត់ដែលបានតាំងនៅក្នុងសូម3 1នាទីឡើយក៏ប៉ុន្តែរបស់ដែលចាស់ទៅនឹងវារលត់វាមានធម៌ពលវាមានអំណាចធ្វើឲ្យរបស់មួយទៀតកើតឡើងញាតិញោមធ្លាប់ឃើញទឹករលកទេទឹករលកប្រសិនបើទឹកនឹងតែមកធ្លុកប៉ុណ្ណេះសូម្បីខ្យល់ប៉ុណ្ណាក៏មិនអាចคล้ายជារលកប៉ុណ្ណដើមថ្នោតបានដែរតែបើទៅជាទឹកត្រពាំងទៅជាទឹកទន្លេទៅជាទឹកសមុទ្រយើងច្រើនឃើញថាចុងរលកចុងច្រាំងហ្នឹងគឺរលកធំជាងដើមច្រាំងសួរថាតើខ្យល់បក់ទឹកពីដើមច្រាំងហ្នឹងឲ្យវាមកដល់ចុងច្រាំងឬមិនមែនទេទឹកដែលនៅខាងដើមច្រាំងគឺនៅនឹងអត់បានមកដល់ចុងច្រាំងនេះទេប៉ុន្តែបើយើងមើលដោយភ្នែកឃើញរលកហ្នឹងបោលមកមែនទេឃើញបោលមកឧទាហរណ៍មួយយ៉ាងទៀតញាតិញោមដែលកន្លោះកទេលពេលញាតិញោមកន្លោះកទេលហាក់ដូចជាកទេលនឹងរត់ទៅមុខអញ្ចឹងប៉ុន្តែសួរថាតើកន្ទេលបានរត់ទៅអត់កន្ទុយតងដូចគ្នាអញ្ចឹងវិចហាក់ដូចជារត់ទៅអញ្ចឹងប៉ុន្តែត្រង់ណាវានៅតែត្រង់ហ្នឹងមកពីវាមានអាដើមនេះវាចាប់ដើមពេនពាត់អញ្ចឹងទៅហាក់ដូចជាវារត់ទៅយ៉ាងណាមិញយើងនិយាយដោយសន្មត់ថាពេលស្លាប់ទៅនឹងមានបដិសន្ធិនៅក្នុងភពថ្មីប៉ុន្តែអ្វីដែលចាស់នេះអត់បានទៅទេដោយចិត្តញាតិញោមមកស្ដាប់ធម៌ពេលនេះតាំងចិត្តនៅឯផ្ទះថាអញនឹងមកស្ដាប់ធម៌ចិត្តនឹងស្លាប់នៅឯផ្ទះបាត់ហើយឥឡូវមកដល់នេះគឺចិត្តថ្មីកើតថ្មីពីព្រោះបច្ច័យថ្មីអ្វីដែលកើតឡើងមិនខុសពីសម្លេងអាត្មាផ្ទះដែរសម្លេងនេះមុននឹងអាត្មាផ្ទះនៅតាណាមាននៅត្រង់ណាទេឮទៀតទេឮហើយវាទៅណាតែបើអាត្មាផ្ទះកុំឈប់វានឹងឮរហូតយ៉ាងណាជីវិតយើងដែលកំពុងបន្តទៅទៀតនេះណាដោយសារចិត្តវិញ្ញាណនៅតែការរលត់បន្តគ្នារហូតកាលណាចិត្តចុងក្រោយឈប់ជាបច្ច័យឲ្យកើតចិត្តមួយទៀតនៅក្នុងហតិយៈនេះហើយនៅត្រង់ហតិយៈនេះហើយយើងសន្មត់ថាស្លាប់សួរថាតើចិត្តមុនទៅណាថាចិត្តមុនរលត់ហើយប៉ុន្តែវាបាត់បង់ឯអំណាចរបស់វាអត់បាត់ទេឧទាហរណ៍ជាមួយនឹងរុក្ខជាតិយើងយកដើមដូងទៅដាំឬក៏ក្របផ្លែស្វាយទៅដាំក្របផ្លែស្វាយមានតួនាទីផ្ដល់នៅពូជផ្ដល់នៅជីវិត
ឬចាក់ចេញទៅបន្តិចទេហើយដោះចេញដើមប្រហែលជា2ចាអាមប៉ុណ្ណឹងអស់ហើយប៉ុន្តែក្រោយពេលមកដើមស្វាយនោះពឹងរឹសដោយខ្លួនឯងឃើញទេពឹងរឹសដោយខ្លួនឯងកើតទៅជាដើមធំមានអាក្របស្វាយនឹងតាមចិញ្ចឹមទៀតទេក្របស្វាយនឹងតាមចិញ្ចឹមទៀតទេក្របស្វាយនឹងរលាយអស់ហើយអាត្មាពីក្មេងធ្លាប់ធ្វើទ្រអ៊ូនឹងទៅកោះអាដើមដូងគល់ដូងនឹងនឹងបានត្រឡោកដូងមួយដែលវាអស់សាច់ពីក្នុងហើយមកគោះទៅយើងចិត្តមកខាងទៅដាក់ស្បែកពោះស្បែកកែបទៅដាក់ងូកងកទៅទ្រអ៊ូហ្នឹងហើយអញ្ចឹងលលាដូងនឹងនៅដីហ្នឹង 4-10 ឆ្នាំក្រោយមកស្រាប់តែមានផ្លែនៅលើដើមដូចយើងឆ្ងល់ថាតើបន្ទាប់ពីស្លាប់ទៅនឹងចិត្តនឹងវាទៅរបៀបម៉េចថាចិត្តវាអត់ទៅណាទេវាកើតតាណាវារលត់ទៅនឹងប៉ុន្តែវាមានធម៌ពលវាមានអំណាចវាមានជាពូជដូចក្របដូងនឹងអញ្ចឹងបាត់បនធ្វើតែមកគ្រាឲ្យច្រើនគ្រាដូចជាបនរបស់នាងលាជទេវធីតាប្រគេនលាជដល់ព្រះមហាកសបៈតែមួយជងប៉ុន្តែបានបនវាបានច្រើនមិនមែនលាជនឹងចេះបំលែងខ្លួនទេមែនទេហ្នឹងហើយដូចក្របស្វាយតែមួយប៉ុន្តែផ្លែលើដើមប្រមាណច្រើនអញ្ចឹងប្រសិនបើផ្លែនឹងវារត់ទៅផ្លែវិញវាបានតែមួយទេមែនទេគិតតិចមើលតាមពិតវាឲ្យត្រឹមតែពូជទេវាឲ្យត្រឹមតែជីវិតទេតែខ្លួនវារលាយអស់ហើយវាអត់ទៅទៀតទេអញ្ចឹងយើងសួរថាមុននឹងផ្លែទៅផ្លែនៅត្រង់ណាថាវាអត់នៅតាណាទេមិនមែនអាផ្លែចាស់នឹងលូនតាមបដូលទៅចេញនៅលើដើមទេដូចយើងឆ្ងល់ថាបន្ទាប់ពីស្លាប់ទៅនោះវិញ្ញាណវាចេញទៅតាមណាវាមានទៅតាមណាដូចដើមឈើអញ្ចឹងវាមានអាពូជដើមនឹងវាលូនទៅតាមបដូលហើយទៅចេញផ្លែលើដើមឯណាអត់ទេប៉ុន្តែថាអញ្ចឹងអាមុនរលត់ទៅនឹងឈឹងថាអត់ទេវាបានផ្ដល់ពូជឲ្យតាបានវារលត់ទៅវាបែកធ្លាយទៅប៉ុន្តែមុននឹងវាអស់ទៅនឹងវាបានផ្ដល់កំណើតមួយហើយឃើញទេដូចអ្វីដែលជាកម្មសពថ្ងៃនេះក្តីវារលត់ទៅមែនតែវាមានធម៌ពលបង្កើតវិបាកនៅក្នុងភពថ្មីយល់ខ្លះទេហ្នឹងហើយបើសិនជាវិញ្ញាណនឹងទៅកើតមនុស្សនៅតែមនុស្សនឹងឯងដោយសារមនុស្សមានសាសតៈទិដ្ឋិហ្នឹងគឺយល់ថាមនុស្សកើតជាមនុស្សឆ្កែនៅតែជាឆ្កែហ្នឹងដែលយល់ថាមានវិញ្ញាណទៅទៀតដោយសារអញ្ចឹងប៉ុន្តែប្រសិនបើវិញ្ញាណនឹងវាទៅដដែលវិញ្ញាណនឹងវាទៅវិញ្ញាណនឹងមិនព្រមទៅកើតឆ្កែទេដូចយើងមនុស្សឯណាព្រមទៅកើតឆ្កែហើយបើកើតជាឆ្កែក៏វានៅដឹងអត់ទាំងអស់នោះឃើញទេតាមពិតដោយសារធัวនឹងរលត់អនិច្ចាវតសង្ខារាថងខារធัวទាំងឡាយមិនទៀងមែនពិតឧបច្ចន្តិឧបច្ចត្វាមានន័យថាកើតឡើងនិរិច្ឆន្តិមានន័យថារលត់អញ្ចឹងស្អីទៅជាសង្ខាររូបវេទនាសញ្ញាសង្ខារវិញ្ញាណទាំងអស់នេះឯងជាសង្ខារយល់ទេវាលែងតែព្រះនិព្វានមួយទេដែលជាវិសង្ខារឬក៏អសង្កតធัวចំណុចត្រង់នេះគឺជាការត្រាស់ដឹងរបស់ព្រះពុទ្ធណាញាតិញោមប្រសិនបើមនុស្សយល់ត្រង់នេះវាតេដែលយល់ថាអូត្រូវយកព្រលឹងទៅនៅជាមួយព្រះអញ្ចឹងចុះនិយាយមកវាខ្សោះហ្មងដូចពីក្មេងអាត្មាចាញ់បោកញោមប្រុសអាត្មាអញ្ចឹងអាត្មាដើរទៅវត្តលឺមេក្រូដល់លឺមេក្រូទៅមើលមេក្រូហ្នឹងហើយមើលអាដាតវាទៅអញ្ចឹងហើយមើលគូតវាតែប៉ុណ្ណេះហើយអាត្មាសួរញោមប្រុសថាមនុស្សក្នុងហ្នឹងប៉ុណ្ណមានវាស្រែកលឺម៉េះសួរគាត់អញ្ចឹងអានឹងឆ្ងល់យើងស្មានតែមាននៅក្នុងហ្នឹងបានញោមប្រុសមិនដឹងថាគាត់ថាឈរអាត្មាឬក៏គាត់លឺមកពីណាទេគាត់ថាមនុស្សនៅក្នុងហ្នឹងសិតតែមនុស្សខ្ទើយទូចពងក្តោវាប៉ិនសរសៃស្បើមគាត់ថាអញ្ចឹងហើយអាត្មាក៏ជឿថាមានមនុស្សនៅក្នុងហ្នឹងមែនអញ្ចឹងនៅពេលដែលយើងមិនដឹងយើងមិនអាចវិនិច្ឆ័យបានយើងពិតជាយល់ថាប្រកាសជាមានមនុស្សក្នុងហ្នឹងបានវាលឺនិយាយនោះមែនទេជឿអញ្ចឹងដល់ទៅពេលយើងធំឡើងយើងដឹងថាអានឹងគ្រាន់តែថតយកសម្លេងយកទៅចាក់ថាឥឡូវវៀតណាមមកបង្ខំឲ្យយើងជឿថាមានមនុស្សក្នុងនឹងទៀតយើងជឿអត់ជឿទេអញ្ចឹងបានជាអ្នកមកកាន់ពុទ្ធសាសនាណាសិតតែដំបូងនៅក្នុងសាសនាដទៃទាំងអស់ពីព្រោះពុទ្ធត្រាស់ដឹងដំបូងមានតែម្នាក់ឯងក្រៅពីនឹងសិតតែព្រហ្មញ្ញសាសនាភាគច្រើនដែលជឿថាបូជាយ៉ាញ់ទៅព្រលឹងទៅនៅជាមួយព្រះព្រហ្មយើងមើលសេរីបុត្រមកកលៀនកាន់សាសនាអីព្រហ្មញ្ញសាសនាឃើញទេប៉ុន្តែបំផុតដល់ទៅយល់លះបង់ស្អីទាំងអស់មកនៅជាមួយព្រះអង្គហើយជួយផ្សព្វផ្សាយនៅឱវាទហ្នឹងឃើញទេអញ្ចឹងចំណុចនេះគឺជាចំណុចដែលគេមិនងាយបានយល់ឡើយគឺជាចំណុចត្រូវយកបរមត្ថធម៌មកនិយាយអញ្ចឹងហើយបានជាក្នុងអត្តកថាធម្មសង្កណីព្រះអង្គសម្ដែងថាបុគ្គលអ្នកសម្ដែងធម៌ប្រសិនបើមិនអាចច្បាស់នៅក្នុងបរមត្ថធម៌ហ្នឹងទេព្រះអង្គមិនហៅឈ្មោះថាធម្មកថាទេមានន័យថាព្រះអង្គមិនអាចសង្ឃឹមបុគ្គលនឹងបានទេអំពីការវែកញែកថាត្រាស់ដឹងរបស់ព្រះសម្មាសម្
ពុទ្ធលុះតែបុគ្គលឯណាច្បាស់លាស់នៅក្នុងបរមត្ថធម៌បែកបញ្ញត្តិនិងបរមត្ថឲ្យដាច់ពីគ្នាបានទើបតថាគតហៅថាជាធម្មកថាព្រោះហេតុដូច្នោះទើបព្រះអង្គសរសើរដូចជាព្រះមោគលានជាដើមព្រះអង្គថាមោគលានសម្ដែងត្រូវហើយមោគលានពោលបានល្អណាស់ដូចជាតថាគតអញ្ចឹងនៅពេលដែលមោគលានបានបែងចែកបរមត្ថនិងបញ្ញត្តិនឹងដាច់ពីគ្នាញាតិញោមហ្នឹងហើយអញ្ចឹងបានថាធัวបរមត្ថនឹងវាជ្រៅដោយសភាវៈអញ្ចឹងតើបការដែលគ្រាន់តែចេះនៅបរមត្ថធัวដែលព្រះអង្គទ្រង់សម្ដែងព្រះអង្គចាត់ចូលក្នុងរតនបុគ្គលក្រក្នុងលោកមួយពីព្រោះវាមិនងាយបែកនៅក្នុងហ្នឹងណាវាអត់ងាយបែកទេហើយបែកតែម្នាក់ឯងយកទៅនិយាយគេថាយើងលប់ទៀតពីព្រោះវាជ្រៅហួសពីអ្វីដែលមនុស្សគិតឃើញយល់ទេប៉ុន្តែបើយើងរៀនទៅពិតជាមានមេរៀនហើយនិយាយទៅវាត្រូវអញ្ចឹងមែនហើយបោកប៉ាន់មើលទៅដូចគណិតវិទ្យាអញ្ចឹងអត់ខុសអីបន្តិចដូចបរមត្ថធម៌និយាយពីសម្ពយុទ្ធនិយាយពីសង្ឃហៈនិយាយពីសហជាតិធម៌ហ្នឹងគឺវាមានប្រព័ន្ធប្រស្រ័យតាក់ទងគ្នាអញ្ចឹងតែម្ដងហ្នឹងអញ្ចឹងហេមិនអីបានទៅដល់ហ្នឹងសួររឿងស្អីវាទៅមិនទៅឬក៏ចិត្តហ្នឹងវាទៅជាមួយថាវាកើតតណាវានៅតនឹងដូចអាត្មានិយាយពីទឹករលកចឹងប៉ុន្តែវាមានអំណាចវាមានធម៌ពលខ្យល់វាសង្កត់ទឹកកាលណាបកមកវាសង្កត់ទឹកទៅវាផត់ដល់ផត់ទៅអាខាងមុខបន្តិចវាពើងដល់ពើងវាមានទម្ងន់ហើយវាធ្លាក់ទៅវិញហើយរួមនឹងខ្យល់ចិត្តតែបន្ថែមទម្ងន់បន្តិចទៅធ្វើឲ្យរលកហ្នឹងកាន់តែធំប៉ុន្តែយើងមើលដោយភ្នែកហាក់ដូចជាទឹករលកហ្នឹងវាបោលទៅអញ្ចឹងណាប៉ុន្តែតាមពិតទឹកហ្នឹងគឺឡើងចុះចង់ច្បាស់គឺយកកំសួលមួយយើងចងយកទៅបដែតទឹកហ្នឹងដាក់ដុំថ្មបតោកទៅក្រោមទៅទឹកវាចេះតែប៉ងផត់អញ្ចឹងប៉ុន្តែកំសួលហ្នឹងឡើងចុះតែមួយកន្លែងហ្នឹងឯងមានន័យថាទឹកអត់បានទៅទេអ្វីដែលបញ្ជូនទៅគឺធម៌ពលយល់ទេកម្លាំងទឹកមួយវាពើងឡើងហើយវាសកត់ទៅវិញធ្វើឲ្យមួយទៀតកើតឡើងយ៉ាងណាមិញនៅក្នុងចិត្តវិញ្ញាណរបស់យើងហ្នឹងមានឈ្មោះហេតុបច្ច័យមានឈ្មោះបច្ច័យ22ហ្នឹងបច្ច័យមានន័យថាជាធម៌ធ្វើឲ្យរបស់មួយទៀតកើតឡើងធម៌ណាដែលកើតបន្ទាប់ហៅថាបច្ចយុប្បន្នធម៌មានន័យថាទទួលអំណាចពីបច្ច័យចាស់ប៉ុន្តែអាចាស់ហ្នឹងរលត់ប៉ុន្តែរលត់ឲ្យធ្វើឲ្យអាថ្មីកើតឡើងបន្តគ្នាយ៉ាងនេះហៅថាសន្តានៈគឺតំណរូបធម៌នាមធម៌ហ្នឹងអញ្ចឹងប៉ុន្តែញាតិញោមនឹងយល់បានញាតិញោមផ្ដើមរៀនតិចឲ្យអាត្មាគិតថាចង់យល់បរមត្ថធម៌នឹងសម័យនេះអាត្មាគិតថាមិនពិបាកទេមិនពិបាកព្រោះកាសែតមានណាសំឡេងពធបរិញ្ញាអីមានសភៅធម៌ក៏មានច្រើនឆ្ងាយឆ្ងល់អីក៏អាចមានអ្នកសួរច្រើនជាងមុនអាត្មាផ្ដើមរៀនដំបូងអាត្មាក៏មិនបានទៅអង្គុយរៀនពីគ្រូណាផ្ទាល់ដែរណាញាតិញោមរឿងបរមត្ថធម៌នេះអាត្មារៀននៅសាលាពុទ្ធិកៈហ្នឹងចង់ស្វែងយល់អំពីអភិធម្មហ្នឹងក៏អត់មានគ្រូណាបរៀនបានដែរទីបំផុតលោកគ្រូហ្នឹងគាត់យកពីអាត្មាទៅរៀនវិញដែរពីព្រោះអីពីព្រោះវាអត់មានកន្លែងណាដែលបើកសាលាបង្រៀននឹងច្បាស់លាស់ដូចនៅថៃនៅភូមិនៅថៃភូមិគេមានសាលាគេច្បាស់លាស់ដោយឡែកនៅខ្មែរយើងមិនតាន់មានទេអ្នកដែលអាចចេះអភិធម្មនៅស្រុកខ្មែរគឺឆន្ទៈផ្ទាល់ខ្លួនទេណាមានសំណាក់សិក្សា 2-3 កន្លែងនោះគឺស្វះស្វែងដោយខ្លួនឯងមែនទែនហើយក៏គួរឲ្យសរសើរផងដែរដែលអត់មានសាលាអប់រំដោយស្តង់ដារជាតិឲ្យចេញជាអញ្ចឹងហើយអាចក្រោកឡើងដោយខ្លួនឯងយកធននឹងទៅប្រាប់គេបានបើដូចនៅថៃគេមានសាលាមានសញ្ញាបត្រទៀតអភិធម្មឯណាតែនៅខ្មែរយើងនៅតែឯកជនអញ្ចឹងគឺជាស្មារតីម្នាក់ដែលលះបង់ទេនៅក្នុងខ្មែរយើង